នេះគឺជាដំណើរកម្សាន្តទៅកាន់ខេត្តកោះកុងដែលពួកយើងបានគេងនៅលើភ្នំខ្ទង់ពពកហើយបានបន្តដំណើរទៅកាន់ជួរភ្នំតបជាងនៅក្នុងនោះគឺយើងបានទៅលេងទឹកធ្លាក់អូដីសក៏ដូចជាទឹកធ្លាក់កម្មចន្លាចង់ដឹងថាសកម្មភាពរបស់ពួកយើងតាំងពីដើមរហូតដល់ចប់ទៅជាយ៉ាងណាតើតាមទស្សនាវីដេអូពេញមួយទាំងអស់គ្នាដោយសារតែពួកយើងទៅជួបជុំគ្នាដល់ម៉ោង 6 កន្លះដូច្នេះក៏យើងទៅខកពីផឹកមកជួបជុំគ្នាហើយចេញដំណើរជុំគ្នានៅម៉ោង 6 កន្លះហ្នឹងតែម្ដងក៏យើងឆ្ពោះពីភ្នំពេញទៅកាន់គោលដៅរបស់យើងសម្រាប់ការមកដល់នៅលើផ្លូវ48នេះគឺយើងជិះមកលឿនដែរគឺយើងមកដល់ខ្ទង់ចន្លោះម៉ោងប្រហែលជា 9 ជាងហើយទៅតងជាមួយនឹងសកម្មភាពមួយចំនួនគឺយើងអត់បានថតពេញលេញទេដោយសារតែគ្នាយើងខ្លះក៏បានថតហើយពីខ្ញុំខ្លះក៏អត់បានថតដូច្នេះសូមអធិស្ឋានដល់អ្នកទាំងអស់គ្នាផងទៅតងជាមួយនឹងសកម្មភាពមួយចំនួនសង្ឃឹមថាបើសិនជាមានឱកាសក្រោយខ្ញុំព្យាយាមធ្វើវាឲ្យកាន់តែល្អប្រសើរជាងនេះសង្ឃឹមថាវាអាចនឹងជួយឲ្យអ្នកទាំងអស់គ្នា enjoy ជាមួយខ្ញុំបន្ទាប់ពីមកដល់សង្ឃពពកហើយក៏ពួកយើងតលាក់អីវ៉ាន់ចុះពីម៉ូតូខ្លួនក៏ចាប់ផ្ដើមបែងចែកការងារគ្នាអ្នកណាអាចរៀបចំក្លាសេប៊ីយ៉ាអ្នកណាគាត់អាចរៀបចំធ្វើម្ហូបអ្នកណាគាត់អាចរៀបចំបោះតង់បានគឺគាត់រៀបចំបោះតង់អញ្ចឹងការងាររបស់ពួកយើងគឺយើងបែងចែកគ្នាអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមដល់ម៉ោងយើងហូបគឺយើងអាចនឹងហូបជុំគ្នាហើយយើងអាចនឹងចាប់ផ្ដើមពេលវេលាសប្បាយជុំគ្នាក្នុងកំឡុងពេលតែមួយដោយមិនចាំបាច់បែងចែកថាអ្នកនេះរវល់ធ្វើនេះឬមួយក៏អ្នកនោះរវល់ធ្វើនោះទេយើងបានរៀបចំឲ្យបានបោះតង់ប្រក់សៀនធើហើយយប់ឡើងយើងក៏បានហូបអាហារពេលល្ងាចជុំគ្នាចែកម្លែកបទពិសោធន៍ជីវិតទៅវិញទៅមកដើម្បីកន្លងមកយើងមិនមែនជាអ្នកដែលជាស្មារតីសាសនាគ្នាខ្លាំងក៏យើងអាចទទួលបានអារម្មណ៍មួយដែលអាចនិយាយបានថាពេលវេលាបែបហ្នឹងគឺវាពិតជាអស្ចារ្យមែនទែនគឺយើងបានស្គាល់គ្នាទៅវិញទៅមកគឺយើងបានស្គាល់គឺយើងបានឮគឺយើងបានដឹងនៅរឿងដែលមួយចំនួនដែលយើងមិនធ្លាប់បានដឹងពីអ្នកដទៃហើយស្ដាប់ពីហើយយកមកវិភាគហើយនឹងថ្លឹងថ្លែងទៅលើរបស់យើងថាយើងអាចនឹងជួបបញ្ហាបែបហ្នឹងដូចគេដែរអត់ហើយយើងនឹងទៅដោះស្រាយមិនยังชอยกันมายังโชกันมาเพียงหลักรำไปยังชอยกันมายังโชกันมาเพียงหลักรำโลกายังมองคนแรกคนมาที่พอใจโลกายังมองและคนขยันมาตัวยาวพอใจเส้นเส้นเส้นđây suy say dốc chạy áo ơi
ไก่หรือđây Không mình mà cái bông bi cái bông ấy lên đấy ai mà ai ai bán chơi mà ai gì Tua thì biết đấy, ai nó mới thấy Tua thì đi sắm nè Nó cái thua không phải biết rồi thì đi sắm nè ra ở bi đi cái đi má này nó biết đảo cái gì không cái nó tự nhiên thôi vậy chứ má này anh mới lạc lỗ cái បន្ទាប់ពីពួកយើងជាងលេងជជែកគ្នាបានលេងច្រើនដែរហូបឲ្យបានច្រើនដែរគឺយើងក៏ចាប់ផ្ដើមបិទកម្មវិធីដំណឹងហើយយើងចាប់ផ្ដើមហូបជាមួយនឹងបរិយាកាសដែលមានខ្យល់ជាក់បក់កាត់ភើយជាមួយភ្លើងដែលយើងកំពុងតែបង្កើតផ្លុំអារម្មណ៍បែបហ្នឹងនៅក្នុងជីវិតគឺដល់ពេលដែលអ្នកទាំងអស់គ្នាជួបផ្ទាល់គឺពិតជាមានក្តីសុខមែនទែនយ៉ាងហោចណាស់ពេលវេលាក៏ចេះតែរំកើទៅមុខពួកយើងក៏បានចូលសម្រាប់ទៀងខ្លួនហើយក៏រៀបចំទុកកម្លាំងដើម្បីធ្វើដំណើរបន្តទៅថ្ងៃស្អែកទៀតព្រោះថ្ងៃស្អែកយើងមានកន្លែងជាច្រើនទៀតដែលយើងទៅដល់បើឡើងពួកយើងរៀបចំមីឆុងកាហ្វេឆុងតែដើម្បីហូបសម្រាប់ពួកតែមហាពេលព្រឹកបន្ទាប់ពីហូបហើយពួកយើងក៏បានរៀបចំអីវ៉ាន់របស់យើងបានសាតង់ពួកយើងបានមកសម្រាមដែលពួកយើងបានប្រើប្រាស់ការពីទឹកមិញហ្នឹងមកទុកបានដែលយើងប្រើប្រាស់ហើយគឺយើងប្រមូលលាងដោយសារតែនៅលើនោះយើងមានទឹកដែរChui Yoពីរៀបចំឲ្យបានហើយក៏ឆ្លៀតពេលមុននឹងយើងបន្តដំណើរទៅមុខក៏ញ៉ាំងបរិយាកាសពេលផឹកឲ្យវាឈៀលជាមួយនឹងបទភ្លេងយើងបានចាក់ហមស្វាយនៅក្នុងកំឡុងពេលហ្នឹងគឺវាសិតសឹងតែជារូបភាពមួយដែលមិនអាចបំភ្លេចបានពីម្ចាស់ខ្លួនគាត់ភ្លេចខ្លួនថាគាត់កំពុងតែធ្វើអីដូចគ្នាពេលខ្លះតន្ត្រីធ្វើយើងរួមបានគ្រប់ពេលវេលាបើមិនតែទៅមានអារម្មណ៍ថាគឺពួកយើងដើរលេងជាមួយគ្នាទោះបីជាយ៉ាងណាគឺពួកយើង feeling like okay we are the same ចេញពីនេះទៅគឺយើងបន្តដំណើរទៅកាន់តំបន់ជួបនៅតបជាងដែលពីខាងបងគាត់អ្នករៀបចំនៅនោះគឺគាត់មានជាការជួលទូកដើម្បីជូនយើងចម្លងយើងទៅដល់កន្លែងដែលយើងធ្វើទៅដែរហើយហុងមួយថ្ងៃអត់ស្ដែងគឺវាមិនអាចបំភ្លេចបានវាសឹងថា10លើ10ហើយតើតងជាមួយនឹងកម្មភាពទាំងអស់ហ្នឹងជាមួយនឹងពេលវេលាបែបហ្នឹងទស្សនភាពដែលយើងជួបជាក់ស្ដែងគឺវាសិតសឹងថាมันអាចបំភ្លេចបានទៅបីយើងទៅដល់ហើយយើងត្រឡប់ពីទីនោះមកវិញហើយគឺ
វានៅដកជាប់ក្នុងចិត្តនៅដកជាប់ក្នុងពោះក្បាលសង្ឃថាបើអាចថានឹងមានឱកាសគឺយើងនឹងទៅទីនោះម្ដងទៀតខ្ញុំពិតជាសោកស្ដាយដែរសម្រាប់វីដេអូមួយចំនួនដែលខ្ញុំអត់អាចយកមកកាត់ដាក់ទៅក្នុងវីដេអូនេះបានក៏ប៉ុន្តែសង្ឃឹមថាដំណើរកម្សាន្តជើងក្រោយខ្ញុំអាចនឹងរៀបចំវាឲ្យល្អប្រសើរជាងនឹងដូចតែអ្នកទាំងអស់គ្នាបានលើពីពួកគាត់ផ្សេងបាញ់មកអញ្ចឹងគឺអាហ្នឹងគឺជាពេលវេលាមួយដល់ពេលដែលយើងទៅដល់តំបន់មួយឬមកទៅដល់ទីតាំងមួយដែលធ្វើឲ្យយើងមានសេចក្តីសុខផ្លូវចិត្តពិតប្រាកដគឺពួកយើងធ្វើវាចេញមកដោយអត់ដឹងខ្លួនថាយើងកំពុងតែធ្វើអីនោះទេពួកយើងបានសេអូបញ្ជាវព្រោះដោយសារថាទៅដល់ទីនោះគឺវាពិតជាបានជួយឲ្យពួកយើងស្រស់ស្រាយយ៉ាងពិតប្រាកដមែនគឺពួកយើងបាត់អស់នូវទុក្ខកង្វល់បញ្ហាដែលយើងកំពុងជួបប្រទះទោះបីជាក្នុងកំឡុងពេលយើងនៅទីក្រុងឬមួយក៏ក្នុងកំឡុងពេលដែលយើងកំពុងពេញកាតព្វកិច្ចជួយគ្រួសារឬមួយក៏កាតព្វកិច្ចការងារឬមួយក៏ក្នុងដំណើរជីវិតគឺដល់ពេលដែលយើងមកដល់ទីនេះសឹងថា360ដឺក្រេហើយគឺពួកយើងត្រូវបានបំភ្លេចចោលហើយទទួលយកនៅរសជាតិជីវិតបែបថ្មីក្នុងរយៈពេលខ្លីជាមួយនឹងធម្មជាតិជាមួយនឹងអារម្មណ៍ពិតមួយដែលយើងអាចប្រកែកបានថាយើងពិតជាសេចក្តីសុខពេញលេញសម្រាប់យើងជាមួយនឹងបរិយាកាសជុំវិញខ្លួនគឺពិតជាហៀលយើងឲ្យផ្លូវចិត្តរបស់យើងស្ងប់មែនទែនខ្លះការដើរលេងជុំជុំគ្នាបែបនេះគឺមិនចាំបាច់តតែមានគ្នាច្រើនបានសប្បាយទេប៉ុន្តែអ្វីដែលអាចនឹងធ្វើអ្នកទាំងអស់គ្នាសប្បាយបានគឺនៅពេលដែលអ្នកទាំងអស់គ្នាជ្រើសរើសអ្នកដើរជាមួយយើងតែគេពេញចិត្តនឹងដើរជាមួយយើងក្នុងកលៈទេសៈណាមួយដែរឬអត់ទេបើសិនជាអ្នកធ្វើដំណើរទៅជាមួយយើងគេពិតជាមានគោលបំណងរបស់ពិតជាទៅដល់ទីកន្លែងមួយដែលថ្មីដែលប្លែកដូចយើងដែរទោះបីជាអ្នកទាំងអស់គ្នាដើរគ្នា2នាក់3នាក់4នាក់ទោះបីជាអ្នកទាំងអស់គ្នាអាចឈានដល់ការដើរគ្នាច្រើនក៏វាអាចធ្វើឲ្យកម្មវិធីរបស់អ្នកសាបសូន្យបានគឺអ្នកទាំងអស់គ្នាប្រកាសជា enjoy ចាប់តាំងពីចំណុចចាប់ផ្ដើមនៃដំណើរកម្សាន្តរហូតដល់ទីបញ្ចប់នៃដំណើរកម្សាន្តរបស់អ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាវាអាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នា enjoy បានសម្រាប់វីដេអូមួយនេះអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ជំរាបលា